First day score nhóm mấy thầu ấy, hàng nhóm tập giờ âm bán, rồi nếu cứ nhóm mấy thầu thì mua cho tôi là ca tinh monitor mà tất là Facebook Marketplace. Nó phải để dựng tinh monitor mà tất nó cứ dựng thầu thua ấy class. Chia từ bộ món cứ dựng thầu cho một cái Facebook Marketplace được nhóm, hay dựng phải tham monitor. Và to mà tiết ai đặt như dựng cô mơ từ bộ hot nước cứ chỉ tầm hống. Ta khi dựng trong màn tầm hống bên này. Trong phố tầm hôm ní cứ nhóm recommend khi dân xem đẹp này đã quạt tinh monitor từ 4 upload monitor bị muốn mình là laptop ấy chẳng đâu tay ngạt hồng mà phải buôn y ngay tới anh mình scroll tải cùng tin tôi bị hai xem đẹp này đã quạt miền monitor mũi hơi chẳng thay mũi tiệt tinh mấy câu bàn này hai máy tinh ngạt thay bộ game ngay tì mà là mò pra từ của những cái tha monitor bắt top nắng vì chỉ là bọc tập sắmហើយគ្នាយើងមិនធ្វើការ activity អីច្រើនលើហ្នឹងទេគឺសម្រាប់តែមើល YouTube មើល tutorial and description and document អីចឹងទៅហ្នឹងគឺជាបទពិសោធន៍ដែលខ្ញុំប្រើឥឡូវយើងមើលថាខាងក្នុងនេះមាន model ណាខ្លះនៅពេលដែលយើងទិញអីវ៉ាន់មកទឹកខ្ញុំ recommend ឲ្យគ្នាយើងអាសាមើល model ពីព្រោះអីវ៉ាន់គេណាតែអត់ដាក់ model ភាគច្រើនអ្នកលក់គាត់ហួសតម្លៃទីផ្សារហួសតម្លៃអីវ៉ាន់មកទឹកខ្លាំងរហូតដល់សង្កត់គៀអីវ៉ាន់ថ្មី maybe ព្រោះខ្ញុំធ្លាប់ឃើញឥឡូវឧទាហរណ៍ថា monitor មួយនេះចុះអញ្ចឹងគឺយើងឃើញគាត់ information ឲ្យយើងច្រើននេះប៉ុណ្ណឹងគឺអូខេហើយបើតែអ្នកលក់ហ្នឹងគាត់ស្មោះត្រង់មួយយើងទី2គឺមើលអ្នកលក់ឈ្មោះអី profile នេះដូចអត់ full អញ្ចឹងយើងចូលទៅមើល profile គាត់អ្នកណា activity គាត់មានអីខ្លះហើយយើងចុច view profile អញ្ចឹងទៅដើម្បីដឹងពីប្រវត្តិរបស់គាត់ថាគាត់ជាអ្នកណាច្បាស់លាស់អត់បន្តមកទៀតយើងមើលទីតាំងបើយើងនៅភ្នំពេញគ្នាយើងរើស monitor នៅភ្នំពេញទៅកុំនៅភ្នំពេញទិញកំបោរ wifi មានអីមកពីព្រោះអាហ្នឹងហានិភ័យកាបោកខ្ពស់ខ្លាំង so បន្ទាប់ពីយើងមើលប្រភេទ model ហើយអូខេឥឡូវយើងគិតថាតម្លៃគាត់ដាក់90ទីអញ្ចឹងទៅអញ្ចឹងយើងទៅមើលថាអីវ៉ាន់ថ្មីហ្នឹងតម្លៃប្រហែលយើងគ្រាន់តែ copy model ហ្នឹងមកចូលទៅក្នុង Google enter ប៉ុណ្ណឹងគឺអូខេហើយ so ក្នុងនេះគឺគេនឹង detail ឲ្យយើងថា monitor ហ្នឹងសម្រាប់អីសម្រាប់ office អីសម្រាប់ office ចឹងទៅសម្រាប់ office មានមុខងារអីខ្លះ refresh rate ខ្ពស់ហើយការពារភ្នែកវាងាយស្រួលប្រើ1 2អញ្ចឹងទៅអាហ្នឹងគឺជាអីដែលយើងត្រូវដឹងបន្ទាប់ពីព្រោះអ្នកខ្លះគាត់ទិញ monitor យកមកលេង game តែប៉ះ monitor office អ្នកខ្លះគាត់ទិញ monitor សម្រាប់ office តែអ្នកលក់បញ្ចូលចុះឡើងបានតែ computer លេង game មកអាហ្នឹងក៏វាពិបាកដែរពីព្រោះវាទៅតាមការចំណាយកាលណាយើងចំណាយខុសលុយយើងកប់លុយចោលហើយបន្តមកទៀតគឺជាគុណភាពខ្ញុំសូមនិយាយជា general ហ្មងអីដែលគ្នាយើងឃើញនៅលើអេក្រង់ខ្ញុំនេះមិនប្រកាសថារបស់ទាំងអស់ហ្នឹងគឺសុទ្ធតែដូចក្នុងរូបភាពទេខ្ញុំធ្លាប់សួរអីវ៉ាន់ហាងមួយគាត់ជាហាងហើយសួរអីវ៉ាន់ទៅគាត់ដាក់ក្នុងរូបអីវ៉ាន់ផ្សេងយើងយកមកចាក់ស្ដែងអីវ៉ាន់គឺ quality ដល់ក្នុងរូបទេអ្នកខ្លះគាត់ download រូបពីអ៊ីនធឺណិតមកអ្នកខ្លះគាត់យករូបអ្នកដទៃយកមកដាក់អញ្ចឹងអាងតែ model ដូចគ្នាអញ្ចឹងកុំទុកចិត្តពេកអីដែលទុកចិត្តបានគឺរបស់ហ្នឹងគឺជាអ្នកប្រើផ្ទាល់ម្ចាស់ផ្ទាល់ដូចខ្ញុំកំពុងប្រើ monitor អញ្ចឹងខ្ញុំចង់លក់អានេះយើងទុកចិត្តបានតែបើថាមើលឃើញ background ដូចជាហាងនេះហើយនេះដូចគាត់មាន monitor ច្រើននេះអញ្ចឹងអាហ្នឹងយើងគួរតែ detail ហ្វូគាត់បញ្ជាក់ហើយគាត់ថត video review ឲ្យទីទួចអញ្ចឹងទៅធ្វើអញ្ចឹងទើបយើងអាចមានទំនុកចិត្តបានឬក៏មួយទៀតតំណេជិះទៅផ្ទាល់បើន័យថាយើងឃើញគាត់ដាក់តម្លៃនៅក្នុង Facebook Market ហើយយើងឆាតទៅហ្វូគាត់អញ្ចឹងទៅឆាតហ្វូហើយថាអីវ៉ាន់ហ្នឹងមិនខ្លះអញ្ចឹងហើយយើងប្រាប់គាត់ថាទីទៀតខ្ញុំទៅយកផ្ទាល់ហើយយើងជិះទៅយកអាហ្នឹងគឺល្អឬក៏យើងកក់លុយខ្លះដើម្បីកុំឲ្យគាត់លក់អាហ្នឹងគឺល្អពីព្រោះថារបស់ក្នុង Facebook Marketplace ភាគច្រើនគឺអត់យូរទេតែរបស់ហ្នឹងល្អឲ្យតម្លៃធូរគឺអស់ហើយស្គាល់តែអីវ៉ាន់ណាដែលគាត់លក់ហួសតម្លៃទេអាហ្នឹងដែលអត់មានអ្នកទិញអញ្ចឹងគ្នាយើងត្រូវចេះអាហ្នឹងណាព្រោះយើងដាក់អារម្មណ៍យើងជាអ្នកលក់នៅពេលដែលយើងលក់អីវ៉ាន់ហើយគេអត់ទិញយើងនឹងបញ្ញាប់លក់ចេញព្រោះយើងអ្នកបញ្ញាប់លុយព្រោះជាម្ចាស់តអ្នកបញ្ញាប់លុយបើជាហាង
គាត់មិនបញ្ញាប់ទេតែតម្លៃគាត់ឲ្យយើងខ្ពស់អញ្ចឹងទៅអាហ្នឹងគឺជាយើងទិញនៅលើ Facebook បន្ទាប់មកទៀតគឺយើងត្រូវមើលថា monitor ហ្នឹងមានអីខ្លះព្រោះអ្នកខ្លះគាត់ទិញ monitor មិនតែគាត់ដឹងថា monitor ហ្នឹងជើងប្រភេទអីទេគ្នាយើងឃើញជើងប្រភេទនេះទេអញ្ចឹងជើងប្រភេទនេះមិនមែនដាក់បានគ្រប់ monitor ទេ monitor ខ្លះគឺដាក់អត់អាចដាក់ជើងនឹងបានហ្មងអញ្ចឹងគឺយើងត្រូវ make sure ថាអា monitor យើងទិញហ្នឹងវាត្រូវនឹងករណីយើងប្រើសម្រាប់ដូចខ្ញុំនិយាយចឹងសម្រាប់អ្នកដែលប្រើ monitor មួយវាអត់ជាបញ្ហាទេតែសម្រាប់គ្នាយើងដែលមាន monitor ចាប់ពី2 3ឡើងទៅជើង original ហ្នឹងប្រហែលជាឡើងប្រើហើយអាហ្នឹងទិញជើងខាងក្រៅបន្ថែមដែលវា automatic អីចឹងទៅអញ្ចឹងយើងមើលដែរបន្តមកទៀតគឺតកតងនឹងឆ្នាំផលិតខ្ញុំអត់សំខាន់ថា monitor ហ្នឹងវាថ្មីចាស់ប៉ុណ្ណាទេអីវ៉ាន់មកទឹកគេកុហកយើងបានតែឆ្នាំផលិតនេះមួយគឺគេអត់អាចកុហកយើងបានទេឧទាហរណ៍ថា monitor មួយនេះ model ឧទាហរណ៍ថា monitor មួយនេះចុះអីវ៉ាន់បើកាសថ្មីអាហ្នឹងអូខេទឹកនៅចិត្តខ្ពស់ថាអីទៀតត្រូវមើលអីទៀតឆ្នាំយើង copy model ហ្នឹងហើយយើង full Google ថា made នៅឆ្នាំណាដើម្បីដឹងឆ្នាំនេះដូច monitor នេះឆ្នាំ2025អាហ្នឹងគឺអ្នកលក់គាត់អាហ្នឹងគឺយើងដឹងថាថ្មីហ្មងបើសិនជា monitor ហ្នឹងនៅឆ្នាំ2010ទោះបីជាអ្នកលក់ប្រាប់ថាប្រើបាន2ឆ្នាំក៏យើងក៏ពិបាកជឿដែរតែរឿងឆ្នាំផលិតនេះមួយគឺតែឆ្នាំផលិតថ្ងៃណាហើយគឺអត់អាចមុននឹងកើតទេអាហ្នឹងគឺជារបៀបដែលខ្ញុំធ្វើការពិចារណាទៅលើការរើស monitor អញ្ចឹងណាពីព្រោះមកបង monitor ខ្ញុំទិញមកតែបាន1ឆ្នាំអីចឹងទៅអាហ្នឹងយើងពិបាកជឿមិនថាសម្ដីគាត់មិនមានតម្លៃទេប៉ុន្តែយើងកុំយកអាហ្នឹងជា best ជា goal យើងរកអាណាឆ្នាំរៀងខ្ពស់ឬក៏ឆ្នាំទៀតយើងបានតម្លៃធូរព្រោះឆ្នាំទៀតក៏ដាក់តម្លៃខ្ពស់ក៏យើងពិបាកទិញដែរពីព្រោះវាហួសសេរីឬក៏ពេលខ្លះយើងទិញអាមកទឹកហ្នឹងវាថ្លៃជាងទិញអាថ្មីទៀតព្រោះអាថ្មីហ្នឹងវា discount ហើយអាហ្នឹងគឺជារបៀបនៃការរើស monitor ហើយតកតងរឿងបន្ទាប់គឺជាទីតាំងគ្នាយើងទិញ monitor គឺយើងមើលកន្លែង map នៅភ្នំពេញអូខេយើងទិញនៅភ្នំពេញ map នៅភ្នំពេញបើអាចយើងកក់ឲ្យយើងទៅមើលផ្ទាល់តែថាយើងនៅភ្នំពេញឃើញទីតាំងនៅឆ្ងាយដូចនៅកំពង់ឆ្នាំងសៀមរាបអីអញ្ចឹងទៅបើជិះបានជិះអូយើងនៅភ្នំពេញបើអ្នកនៅខេត្តយើងមើលអ្នកចិត្តខ្លួនអ្នកនៅខេត្តអីអញ្ចឹងអានេះយើងទិញអាហ្នឹងល្អព្រោះខ្ញុំធ្លាប់គេបោកបាញ់លុយអីគេឲ្យគេប្រឡប់បាត់រកពិបាកតាក់តងហើយតាមប្រព័ន្ធធនាគារសុខខ្មែរយើងដូច ABA អីគឺស្រួលហ្វ្រោមកក្នុងការជួយយើងករណីហ្នឹងព្រោះពួកគាត់phảiឆាយ fee អីវ៉ាន់ទិញអស់60រៀលឆាយ fee គេបោក20បានលុយប្រហែលខាតពេលយូរទៀតអត់សមតម្លៃទេអញ្ចឹងគឺយើងគួរតែជៀសវាងមុនណាហើយកុំឲ្យវាកើតឡើងបន្ទាប់ពីទិញអីឲ្យអស់នៅពេលដែលគ្នាយើងទៅដល់គ្នារបស់គ្នាយើងទៅទិញផ្ទាល់កុំយកអីវ៉ាន់តាមផ្លូវទៅឲ្យដល់ទីតាំងអ្នកលក់ប្រើ software ខ្ញុំហៅថា monitor color test នេះ EI.O គឺជា website ដែលខ្ញុំអាសាប្រើក្នុងការ test monitor វាចាំបាច់ឲ្យយើងតម្លើងទៅលើនឹងហ្មងទេយើងចុច accept ហើយគ្នាយើងអាចចុច F11 បានអូនេះដូចអត់ដើរទេអូខេគឺយើង test បាន test ហ្នឹងយើងធ្វើអីនេះយើងមើលចុងនេះថាវាមានបាត់ត្រង់ណាអត់អារងពងមូលនេះកែមខាងនេះវាស្មើគ្នាអត់ហើយ color នេះវាមានបែកហើយទឹកអាឡកនេះវាមានដាច់វាមានវីកមានអីអត់បើវីកគឺគ្នាយើងត្រូវតែកំប៉ាស់តោះយើងស្ញាប់ពុញទៅមុខចុច enter
បន្ទាប់មកទៀតគឺជាពណ៌ខ្មៅបកខ្មៅនឹងខ្មៅងងឹតស្អាត perfect monitor ហ្នឹងបកខ្មៅកដិកកដប់សកដិកកដប់បាច់ទិញតិចកសដូចគ្នាក្រហមបៃតងខៀវអីចឹងទៅហើយកន្លែងនេះគឺ color distance ពណ៌ប្រផេះខាងលើនិងពណ៌ប្រផេះខាងក្នុងនេះវាប្លែកប៉ុណ្ណាយើងអាចស្រីបានហើយមួយនេះគឺស្រមោលអានេះគឺសំខាន់ពីព្រោះចំណាយតែ monitor នឹងវាបែកស្រមោលយើងអ្នកយកមកកាត់ត Photoshop អីអាចនឹងពិបាកប្រើហើយនេះគឺជាអក្សរតេស្តមើលច្បាស់អត់ព្រោះកណា monitor ខ្លះបុក program monitor នឹង 2K តែដាក់ program ដល់ 4K អញ្ចឹងយើងដាក់អក្សរនេះទៅយើងដឹងហើយថា monitor នឹងវា program ស៊ីនអត់ហើយនេះដូចគ្នាអញ្ចឹងអាកាឡាតិចតួចហ្នឹងហើយអានេះ speed ខ្ញុំតឡើងម៉ាក់ឡងទៅយើងនឹងឃើញថា FPS ហ្នឹងវា load ប៉ុណ្ណាអូខេអញ្ចឹង monitor យើងគឺ pass test ហើយយើងអាច confirm មួយអ្នកលក់បានជា note របស់ខ្ញុំមួយទៅទិញ monitor បើអាចមានលុយក្នុងកងខ្លះលុយក្រៅខ្លះព្រោះយកអ្នកលក់ខ្លះគឺគាត់អត់មានកងយើងអ្នកយកមកលក់នឹងគឺអត់មានកងទេអ្នកខ្លះគាត់ទិញមកគាត់ប្រើចឹងទៅគាត់លក់ចេញគាត់អត់សុំមានចំណេះដឹងតាក់ទងនឹងអីដែលគាត់ប្រើនេះគាត់ដឹងថាប្រើអញ្ចឹងយើង take care ខ្លួនឯងហើយវីដេអូថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងខ្ញុំអត់ដឹងថាវាមានប្រយោជន៍ជូនគ្នាយើងប៉ុណ្ណាទេតែលីខ្ញុំទៅវីដេអូវាព្រោះខ្ញុំមាន goal ខ្ញុំមិនខើខ្នងនេះថានឹងធ្វើវីដេអូថ្ងៃហ្នឹងបានទោះ fail ក៏ដោយយើងថាវីដេអូនេះខ្ញុំនឹងផុសបានអូខេហើយមានចង្អល់កន្លែងណាធ្លាក់នៅក្នុង comment បានឲ្យខ្ញុំអត់មានជួយ monitor ទេអញ្ចឹងបច្ចៈឲ្យហើយបាយបាយ